ទីនេះគឺជាកន្លែងដែលយើងប្រជុំគ្នាប្រារព្ធពិធីបុណ្យប្រារព្ធពិធីបុណ្យគុណព្រះពុទ្ធសាសនាគុណដល់ព្រះពុទ្ធដែលលោកបានត្រាស់ដឹងប្រសូតនិងបរិនិព្វានជុំគ្នាតែថ្ងៃតែមួយចឹងសូមញាតិញោមអនុមោទនាយកមហាកុសលផលបុណ្យនេះឲ្យបានចំណែកស្មើគ្នាកុំឲ្យមានលើសមានខ្វះគ្នាឡើយហើយក៏សូមបានផ្លេចតែប៉ុណ្ណេះបែរមកបន្តនៅមេរៀនរបស់យើងអំពីមេរៀនបរមត្តធម៌សង្ខេបត្រួសប៉ុន្តែមានប្រយោជន៍ខ្លាំងមកដល់ត្រង់ថាសង្សារវត្តៈមាន3យ៉ាងគឺកិលេសវត្តៈ1កម្មវត្តៈ2វិបកវត្តៈ3ចឹងនៅក្នុងនោះមាន3យ៉ាងហ្នឹងនៅក្នុងសង្សារវត្តគឺមាន3យ៉ាងហ្នឹងគឺកិលេសវត្តៈកម្មវត្តៈនិងវិបកវត្តៈកិលេសវត្តៈគ្រឿងវិលកើតឡើងតាមផ្លូវភ្នែកផ្លូវត្រចៀកច្រមុះអណ្ដាតកាយនិងផ្លូវចិត្តហើយនឹងសន្សំសន្តានបន្តជាហេតុឲ្យធ្វើនៅកម្មវត្តៈណាឲ្យធ្វើកម្មវត្តៈគឺកុសលកម្មនិងអកុសលកម្មតាមផ្លូវកាយវាចាចិត្តកម្មវត្តៈនេះជាបច្ច័យឲ្យកើតនៅវិបកវត្តៈឬក៏វិបាកវត្តៈហើយកាលវិបកចិត្តកើតឡើងដឹងអារម្មណ៍តាមផ្លូវភ្នែកផ្លូវត្រចៀកច្រមុះអណ្ដាតនិងផ្លូវកាយនោះក៏មិនប្រះចាកផុតពីកិលេសវត្តៈទៀតឡើយព្រោះនៅមានសេចក្តីប្រកាន់សេចក្តីត្រេកអរស្រឡាញ់ស្អប់ក្នុងសភាវៈដែលប្រកបតាមផ្លូវភ្នែកត្រចៀកច្រមុះអណ្ដាតកាយនិងចិត្តនិងផ្លូវចិត្តទៀតកាលបើមានកិលេសហើយក៏ជាហេតុឲ្យធ្វើកម្មដែលជាកុសលកម្មខ្លះអកុសលកម្មខ្លះកុសលកម្មនិងអកុសលកម្មនោះក៏ជាហេតុឲ្យកើតអកុសលវិបកចិត្តនិងកុសលវិបកចិត្តមិនចេះចប់ឡើយដោយដរាបណាដែលបញ្ញាណាដរាបណាដែលបញ្ញានៅមិនទាន់បានអប់រំចម្រើនរហូតដល់ចាស់ខ្លាប្រខ្សត់ក្នុងអរិយសច្ចធម៌ទេនោះសង្សារវត្តៈទាំង3គឺកិលេសវត្តៈកម្មវត្តៈវិបកវត្តៈក៏នឹងទៅកើតឡើងវិលជារឿយប៉ុន្តែវិលជារឿយចឹងបន្តមកថាបដិច្ចសមុប្បាតនិយាយពីបដិច្ចសមុប្បាតគឺធម៌ដែលអាស្រ័យគ្នាកើតឡើងនោះក៏ជាកិលេសវត្តៈកម្មវត្តៈវិបកវត្តៈគឺអវិជ្ជាជាបច្ច័យឲ្យកើតសង្ខារកិលេសវត្តៈជាបច្ច័យឲ្យកើតកម្មវត្តៈស
សង្ខារជាបច្ច័យឲ្យកើតវិញ្ញាណកម្មវត្តៈជាបច្ច័យឲ្យកើតវិបកវត្តៈអវិជ្ជាគឺជាមោហៈចេតសិកជាអកុសលធម៌ដែលមិនដឹងសភាវៈធម៌តាមសេចក្តីពិតជាកិលេសវត្តៈដែលជាបច្ច័យឲ្យកើតសង្ខារគឺជាកម្មវត្តៈអនុមោទនី